បាទសួស្តីមេបាទថ្ងៃនេះកម្មភាព2នាក់3នាក់ idol នោះនៅខាងនោះម្នាក់ទៀតដើររស់ជាមួយនឹងប្រភេទគេហៅថាសត្វមើមព្រះអានេះខ្ញុំហៅតាមតំបន់ដែលខ្ញុំតំបន់ដែលខ្ញុំមានទេអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការរស់មើមព្រះនេះប្រហែលឲ្យបានត្រឹមជាង100អីណាបាទដោយសារតែខ្ញុំត្រូវការវាបាទយកតំពងហើយយកតំពងបាទឥឡូវនេះគឺច្រើនខំធំបាទប៉ុនមេដៃពេលមេជើងហើយបាទឥឡូវគឺខ្ញុំឃើញទៀតហើយបាទនេះជាមួយនឹងនេះពឹងតែវាបាទវាពឹងតែវាដោយសារតែរង្វាន់នេះកន្លែងនេះវាមានស្វាយទុំបាទមានស្វាយទុំមានខ្នុរទុំនេះព្រោះដល់តំបន់ភ្នំណាបាទតំបន់ចំការបាទនេះតំបន់ចំការអញ្ចឹងវាទុំបាទវាបាទនេះអត់តោហ៊ានចាប់ដៃដែរបាទទៅធំហ្នឹងហើយកន្លោះបាទនេះបាទដល់ហើយនេះអើយបាទនេះចូលប្រហែលជា1គីឡូហើយបាទ1គីឡូធំមែនតើសម្រាប់មើមប្រាស់នេះយើងខ្ញុំរកឲ្យគេដែរទេមេខ្ញុំអត់ដឹងថាគេយកទៅធ្វើអីទេខ្ញុំអត់ដឹងដែរបាទដោយសារតែគាត់ដឹងថាបំបត្តិខ្ញុំមានអញ្ចឹងក៏បាទតាក់ទងមកខ្ញុំឲ្យខ្ញុំរកឲ្យអញ្ចឹងបាទឥឡូវខ្ញុំទស្សនាការដើររកជាមួយខ្ញុំទាំងអស់គ្នាបន្តទៀតបាទឥឡូវនេះឃើញទៀតណាបាទហត់អីខ្ញុំអត់ដែលមកភ្នំហងបាទនេះឡើងមូលមួយខ្លុំអមលោមយើងថ្ងៃនេះយើងចាប់យកសត្វធំសោបានអត់ឃើញទុយទៅចាប់ដែរអត់ទុយទៅចាប់ដែរមកគ្នា3នាក់តំបន់នេះវាមានស្វាយទុំស្វាយជ្រុំអញ្ចឹងអីកន្លែងនេះអត់ទៅសើមអត់ទៅមានណាអូពីនៅវេះផ្លូវចូលមិញឲ្យដើរកាត់ហ្នឹងអត់ឃើញនេះអូមកតាធ្វើមកវាមកនេះវ៉ាវអានេះហមរលងមកដូចអានេះគឺថាដូចអានេះបើយើងហៅមេអាទិភ្លើងក៏បានដែរបាទនេះមេអាទិភ្លើងក៏បានដែរអឡោះមកនេះបាទអូហើយមួយទៀតអោះនេះអត់បាទវ៉ាវមើលឡោះដល់ណាចាប់ដោយតែស្លឹកឈើនេះចាប់នេះក្នុងកចាស់ទីមួយទៀតនេះមិញមកប៉ះផ្លែឈើខ្នុរទុំមួយនេះខ្នុរដូចជាតារ៉េនអានេះខ្ញុំចាប់មកក្នុងដើមឈើមួយទៀតនោះឡើងទៅដល់ប្រកៀបនេះខាងនេះវ៉ាវអត់ឡើយទៅលោះទុកឡើងទៅលោះដល់ណាដល់ឡើងអមឡើងហួចទៅវិញឡើងហួចណាឡើងហួចដាក់វាអត់ចូលដល់គ្នាអរគុណមែនទែនសម្រាប់តាមដាននៅវីដេអូខ្ញុំអត់កុំភ្លេចជួយចុច Subscribe ដាក់រូបម្ដងមើលផងជួបគ្នានៅវីដេអូក្រោយ